គ្រប់យកស៊ូប្រិមិត្តដែលគ្រប់ត្រយជាមួយខ្ញុំបាទ DJ គេជាក្រៅពីរំជួយដោយរបស់ទូនេះនៅការស្វ័យទិក្រុងស្វាយរៀងខេត្តស្វាយរៀងហើយនេះគឺជាអត្តតភាពថ្ងៃទី25ខែ6ឆ្នាំ2026ហើយក៏មានវត្តមានមន្ត្រីសមត្ថកិច្ចក្រុងស្វាយរៀងបាទសហការគ្នាជាមួយកងកម្លាំងដេញកងរាជអាវុធហត្ថឃើញថាមកចុះជួយសម្របសម្រួលដូចជានៅបញ្ហាកកស្ទះនៅចរាចរណ៍នៅខាងទឹកដីដេញក្រុងស្វាយរៀងខេត្តស្វាយរៀងដែរគឺនៅតំបន់រោងចក្រឈីលូប្រិមិត្តហើយនេះគឺជាកងកម្លាំងបាទគឺខាងមន្ត្រីដេញកងរាជអាវុធហត្ថហើយដូចជាមន្ត្រីខាងដេញនេះបាទខាងសមត្ថកិច្ចហើយយើងឃើញពីអត្តភាពហើយនេះគឺជាអត្តភាពចឹងហើយគឺបើឡានវៀតណាមដល់ម៉ោងកម្មករចេញសូមឡានវៀតណាមឲ្យឈប់ចេញមកអីបាទខាងហើយជាតំបន់ដែលកំពុងអភិវឌ្ឍដោយការវិស័យនៅក្នុងទឹកដីខេត្តស្វាយរៀងណាបាទគឺដោយការមានជ្រុំជ្រែងបាទពីសម្ដេចសង្ហបណ្ឌិតម៉ែនសំអនធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើនច្រើនមែនទែនទៅលើវិស័យរោងចក្របាទឃើញឲ្យកម្មករកម្មការនេះជាពិសេសបាទកម្មករកម្មការនេះមានការងារធ្វើប្រិមិត្តបាទគឺមានការងារធ្វើឲ្យច្រើនមែនទែនហើយយើងក៏លេខមកមើលអ្នកលក់ដូរនៅខាងមុខតំបន់រោងចក្រក៏ច្រើនដែរដោយសារតែរោងចក្រជាតំបន់សេដ្ឋកិច្ចមួយធ្វើឲ្យខ្មែរយើងមានការងារធ្វើច្រើនបាទទោះបីជាខ្មែរយើងដោយសារការឈ្លានពានពីប្រទេសថៃយ៉ាងណាក៏ដោយគឺប៉ុន្តែគឺនៅដេញខាងកម្ពុជាគឺសម្បូរការងារធ្វើច្រើនមែនទែនបាទគឺសម្បូរការងារច្រើនមែនទែនសម្រាប់កម្មករកម្មការនេះអញ្ចឹងហើយគឺថ្ងៃនេះថ្ងៃទី25ដោយសារតែភាគច្រើនគឺ25គឺបើកលុយបានម្នាក់100ណាបាទហើយអញ្ចឹងគឺបន្តិចទៀតហ្នឹងគឺចេញមកច្រើនបាទកម្មករកម្មការនេះគឺចេញមកច្រើនហើយនេះគឺជាអត្តភាពនៅមុខតំបន់រោងចក្រតែម្ដងប្រិមិត្តបាទមុខតំបន់រោងចក្រតែម្ដងអញ្ចឹងហើយសូមពុកម៉ែបងប្អូនយើងធ្វើដំណើរមានការប្រុងប្រយ័ត្នហើយដូចនេះគឺជាមន្ត្រីចរាចរណ៍ប្រិមិត្តគឺខាងមន្ត្រីចរាចរណ៍ខាងខេត្តស្វាយរៀងផងដែរប្រិមិត្តយើងណានេះការលក់ដូរនៅតាមដេញដងផ្លូវនៅខាងទឹកដីមកជាងស្រុកស្វាយទីមកជាងខេត្តស្វាយរៀងអញ្ចឹងហើយគឺការលក់ដូរនៅទីនេះគឺដោយសារតែភាគច្រើនគឺថ្ងៃបើកលុយហើយនឹងការថ្ងៃអត់ខ្ចីលុយហើយយើងក៏លេខមកមើលទស្សនភាពមានលក់ឲ្យច្រើនមែនតើបាទមានលក់សពបែបយ៉ាងនិយាយទៅបាទគឺការរីកចម្រើននៅខេត្តស្វាយរៀងធ្វើឲ្យពុកម៉ែបងប្អូនមានការងារធ្វើច្រើនបាទគឺរីកចម្រើនមែនតើបាទគឺមានការរីកចម្រើនហើយសង្ឃឹមថាពុកម៉ែបងប្អូនយើងនឹងចូលរួមបាទកាត់បន្ថយនៅបញ្ហាការវ៉ាជែងទាំងអស់គ្នាបាទគឺការវ៉ាជែងធ្វើឲ្យយើងហ្នឹងគឺពិបាកក្នុងការស្ទះដោយប្រការណាមួយអញ្ចឹងហើយចូលរួមទប់ស្កាត់ទាំងអស់គ្នានេះគឺទស្សនវិជ្ជាមួយក្នុងការធ្វើដំណើរហើយដូចជាទស្សនវិជ្ជាការលក់ផ្លែឈើជូនពុកម៉ែបងប្អូនយើងបាទគឺឲ្យយើងបើយើងហូបរបស់ដែលដេញដឹងគុណភាពគឺយើងសុខភាពល្អនេះគឺជាទស្សនវិជ្ជាមួយសម្រាប់ពុកម៉ែបងប្អូនបាទបានដឹងបានទស្សនានៅតាមដងផ្លូវអំពីទស្សនវិជ្ជាមួយដែលការចែករំលែកនៅក្តីស្រឡាញ់ណាបាទការចែករំលែកនៅក្តីស្រឡាញ់ពីពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនយើងទាំងអស់គ្នាចូលរួមបាទគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាពីគម្រោងនងឡងល្អពីខ្ញុំបាទ DJ KA